បានមករងទៀតហើយបងប្អូនអើយថ្ងៃនេះប៉ុនមួយការមួយគឺឲ្យខាងប្រុសគេទៅគាត់ទៅប៉ុនទៅខ្ញុំខាងស្រីនេះគឺធ្វើខ្លួនទៅការគេការហ្នឹងគឺការប្អូនពួកម៉ាក់ដល់អញ្ចឹងទៅគឺត្រូវតែទៅខ្លួនឯងអញ្ចឹងណាហើយផាត់មុខផាត់អីខ្លួនឯងអញ្ចឹងបងប្អូនហើយអត់មានរោមភ្នែកអត់មានអីទេហើយចើមក៏មិនបានកោយដែរអត់មានសប្រាយមានអីទេជាងនេះគឺទៅដូចថាឲ្យតែបានទៅណាបងប្អូនហើយនិយាយរួមទៅយើងធ្វើសាមញ្ញទេហើយឥឡូវខ្ញុំធ្វើហើយខ្ញុំពងថាគិតថាលើកសក់ឬមួយក៏អីសក់ខ្ញុំទំអត់អញ្ចឹងខ្ញុំចងវាអត់ស្រួលទេហើយនិយាយចំទៅគឺថាវាក្តៅពេកអញ្ចឹងធ្វើសាមញ្ញទៅឥឡូវខ្ញុំធ្វើខ្លួនឲ្យនិយាយក្រុមខ្ញុំមួយហើយអញ្ចឹងខ្ញុំឲ្យគាត់ថតឲ្យខ្ញុំធ្វើខ្លួនឯងហើយចាប់ដើមពាក់ស្បែកជើងពាក់អីទៅព្រោះអីយប់ដែរហើយប្អូនមួយទៀតម្នាក់ទៀតគាត់នៅចាំផ្ទះគាត់នៅចាំជិះម៉ូតូទៅមួយហើយនិយាយចំទៅគឺធ្វើដំណើរទៅនេះគឺថាចង់បង្ហាញថាគឺដាក់លុយបងប្អូនហើយក៏វាយប់ដែរហើយក៏នាំគ្នារੂរះទៅហើយការនៅចិត្តដែរទេបងប្អូនហើយយើងអត់ហ៊ានពាក់អីញ៉ៃបងប្អូនហើយស្រុកភូមិលើពិបាកណាស់អញ្ចឹងធ្វើសាមញ្ញទៅចង់សុកខ្លួនយើងធ្វើសាមញ្ញទៅណាហើយដូចខ្ញុំនិយាយចឹងបងប្អូនខ្ញុំនិយាយប៉ុណ្ណឹងបងប្អូនយល់ហើយគឺថានិយាយក្រុមខ្ញុំធ្វើខ្លួនឲ្យគាត់ហើយគាត់រកកន្លែងបើកភ្លើងអត់ឃើញខ្ញុំទៅប្រាប់គាត់ថាកន្លែងបើកភ្លើងរកកន្លែងបើកភ្លើងម៉ូតូហើយដល់ពេលអញ្ចឹងទៅវាឡានម៉ូតូច្រើនណាបងប្អូនហើយនៅផ្លូវហ្នឹងហើយឥឡូវទៅដល់រោងការបងប្អូនគឺកំពុងតាហើយនេះប្អូនកំពុងតានៅចាំម៉ូតូហ្នឹងដាក់កន្លែងផ្ញើគេអញ្ចឹងណាហើយការគេហ្នឹងសុទ្ធតឡានបងប្អូនហើយកូនកន្លោះនៅពេញដល់ពេលអញ្ចឹងសុទ្ធតឡានច្រើនណាស់ឥឡូវនាំគ្នាដើរចូលរោងការតែម្ដងនិយាយចំទៅគឺថានៅចិត្តផ្ទះដែរដល់ពេលអញ្ចឹងទៅគឺអត់ប្រញាប់មកទេដល់ហើយបើសិនជាទៅឆ្ងាយគឺជិះឡានទៀតហើយតែបើនៅចិត្តអញ្ចឹងเราជិះម៉ូតូទៅហើយនេះពួកម៉ាក់គឺគាត់ហៅការគឺពួកម៉ាក់ដល់ពេលអញ្ចឹងហៅការប្អូនហើយរោងគេក៏ស្អាតអីឥឡូវពួកម៉ាក់ជួបគ្នាច្រើនណាស់ពួកម៉ាក់ហ្នឹងគឺខានជួបគ្នាយូរហើយមានតែមួយនេះប្អូនស្គាល់ក្រោយគឺហើយក្រៅពីហ្នឹងពួកខ្ញុំគឺស្គាល់មុនហើយគឺជួបជុំគ្នាច្រើនណាស់នៅរោងការហ្នឹងហើយក៏មិនបានជែកគ្នាអស់ដែរបងប្អូនហើយវាយប់ខ្លាចយប់ប្រឡប់ពេកអញ្ចឹងរូតមកផ្ទះហើយនេះរូបកូនកំលោះកូនកំមុំនៅពេញកូនកំមុំនៅស្រុកហ្នឹងឯងហើយឥឡូវម្ហូបទី1គឺមកឲ្យបងប្អូននេះគឺឆ្ងាញ់មកគាត់មែនចុងភៅគាត់ប្រសពគឺឆ្ងាញ់មកគាត់មែនហើយខ្ញុំនេះក៏ហើយអ្នកនៅជុំតុកគ្នាហ្នឹងគាត់ថាអូថតទៅគាត់ដឹងថាខ្ញុំថតគាត់រៀបចំឲ្យថតអើយអរគុណច្រើនណាស់អ្នកស្រុកអ្នកភូមិគាត់ដឹងច្រើនឥឡូវនេះមាន fan ច្រើនដែរបងប្អូនតាណាក៏ដោយគេស្គាល់ខ្លះដែរឥឡូវជួយហូបស៊ុបជាមួយខ្ញុំបងប្អូនស៊ុបក្តាមឆ្ងាញ់គឺខ្ញុំកុំហូបស៊ុបក្តាមហ្នឹងគឺហូបប៉ះខ្លះវាឆ្អាបអញ្ចឹងហូបស៊ុបហ្នឹងទៅវាឆ្ងាញ់ហូបដល់អស់ឥឡូវនេះចម្លែកមាន់ខ្មៅបងប្អូនមាន់ខ្មៅទឹមបងប្អូនណាយើងរាល់ដងហៅថាទាទឹមមាន់ទឹមតែនេះមាន់ទឹមដែរប៉ុន្តែមាន់ខ្មៅហើយនេះគឺបាយបងប្អូនណាគឺក៏មានបេះដូងដែរបងប្អូនណាគឺថាចុងភៅនេះស៊ីអារម្មណ៍ហ្មងណាគឺទ្រាំថតមិនបានគឺត្រូវតែថតហើយឥឡូវមកជួបជុំពូម៉ាក់ខ្ញុំបងប្អូនណាមួយទៀតឥឡូវវីដេអូខ្ញុំចង់ក្រោយមាននេះច្រើនទេជម្រាបលាបាយ